មានករណីចាក់សម្លាប់មួយនៅទីក្រុងរបស់ខ្ញុំនៅទីក្រុង Boston នៅឯស្ថានីយ៍រថភ្លើងចឹងនៅកន្លែងណាក៏អត់សុវត្ថិភាពដែរបើយើងអត់ប្រុងប្រយ័ត្នណាមុននឹងចូលព័ត៌មានហ្នឹងសូមឲ្យបងប្អូនដែលទៅទីក្រុង Boston ទៅលេងក្តីទៅជិះរថភ្លើងអីក្តីបង្កើនការប្រុងប្រយ័ត្នហើយបើមានប្រដាប់ការពារខ្លួនអីផ្សេងដាក់តាមខ្លួនទៅចឹងព័ត៌មាននេះគឺមនុស្សម្នាក់ត្រូវបានគេចាក់ស្លាប់ដោយសារតែឆ្លោះប្រកែកគ្នានៅឯរថភ្លើងហើយខ្ញុំអានព័ត៌មានទាំងស្រុងតែម្ដងទៅប៉ូលីសនៅទីក្រុង Boston បានឲ្យដឹងថាមនុស្សម្នាក់ត្រូវបានគេចាក់សម្លាប់នៅឯស្ថានីយ៍រថភ្លើង South Station ស្ថានីយ៍រថភ្លើងខាងត្បូងកាលពីល្ងាចថ្ងៃពុធបន្ទាប់ពីមានចំនួននៅលើចណ្ដើរយន្តបាទនេះឡើងចណ្ដើរយន្តឆ្លោះគ្នាហ្មងវាយគ្នាតបគ្នានឹងដល់ចុងក្រោយចាក់គ្នាបាទប៉ូលីសបានចុះទៅកាន់អាសយដ្ឋាន675 Atlantic Avenue នៅវេលាម៉ោង 5:33 នាទីល្ងាចបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អំពីករណីមានមនុស្សត្រូវបានគេចាក់ប៉ូលីសបានបញ្ជាក់ថាជនរងគ្រោះនិងជនសង្ស័យបានឆ្លោះប្រកែកគ្នានៅលើចណ្ដើរយន្តក្នុងស្ថានីយ៍នោះមុនពេលហេតុការណ៍ចាក់គ្នានេះកើតឡើងកន្លែងផ្លូវ675 Atlantic Avenue ហ្នឹងខ្ញុំទៅយកភ្ញៀវនៅម្ដុំដឹងដែរហ្នឹងព្រោះភ្ញៀវចុះពីរថភ្លើងហើយគាត់ជិះឡានទៅដំណើរកំសាន្តបើអ្នកមកលេងគាត់ចូលទៅកន្លែងដំណើរកំសាន្តក្នុងទីក្រុងអញ្ចឹងទៅបើអ្នកទៅផ្ទះយើងជូនគាត់ទៅផ្ទះទៅកន្លែងហ្នឹងគឺកន្លែងទីប្រជុំជនមួយដែរកន្លែងហៅលុយមួយដែរអ្នកសម្រាប់អ្នករត់ឡានដូចខ្ញុំណាគេបានប្រទះឃើញជនរងគ្រោះរងរបួសដោយសារការចាក់យ៉ាងហោចណាស់មួយកំបិតហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដែលនៅទីនោះត្រូវពេទ្យបានប្រកាសថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាទចាក់មកកំបិតងាប់ហ្មងហេតុការណ៍នេះបានបង្កឲ្យមានការចោទអន្តរាគមន៍យ៉ាងច្រើនពីសំណាក់ប៉ូលីសនិងក្រុមសង្គ្រោះបន្ទាន់នៅចំពេលដែលមានមនុស្សកំពុងធ្វើដំណើរនៅពេលល្ងាចជាច្រើនរថភ្លើងខ្សែ Red Line បានផ្អាកការឈប់នៅស្ថានីយ៍ South Station ជាបណ្ដោះអាសន្នខណៈពេលដែលអាជ្ញាធរកំពុងបំពេញការងារនៅកន្លែងកើតហេតុមុនពេលសេវាកម្មត្រូវបានដំណើរការឡើងវិញនៅពេលក្រោយគិតមកត្រឹមថ្ងៃពុធម្សិលមិញមិនទាន់មានការប្រកាសអំពីការចាប់ខ្លួនជនសង្ស័យណាមួយនៅឡើយប៉ូលីសទីក្រុង Boston កំពុងអំពាវនាវដល់អ្នកដែលមានព័ត៌មានតាក់ទងនឹងករណីចាក់គ្នានេះឲ្យតាក់ទងទៅកាន់មន្ត្រីស៊ើបអង្កេតហើយកាលពីព្រឹកមិញនេះម៉ោង11ជាងថ្ងៃទី13ខែសីហាហ្នឹងមានចាក់មួយទៀតចាក់នៅខាង North Station ហ្នឹងស្ថានីយ៍រថភ្លើងខាងជើងនៅ Boston មាន2ខាងបូងមួយខាងជើងមួយអញ្ចឹងម្សិលមិញព័ត៌មានខ្ញុំផ្សាយមុនមិញហ្នឹងគឺនៅខាងបូងឥឡូវនេះខាងជើងចាក់2នាក់មិនចាក់ម្នាក់ទេខាងជើងនេះហើយប៉ុន្តែ2នាក់ហ្នឹងអត់ស្លាប់ទេរួចខ្លួនហើយកន្លែងរថភ្លើងខាងជើងហ្នឹងគឺជាកន្លែងទីប្រជុំជនមួយទៀតដោយសារវានៅជិតកន្លែងប្រគំតន្ត្រី concert មនុស្សហើយកន្លែងហ្នឹងក៏កន្លែងខ្ញុំត្រូវយកភ្ញៀវដែរបាទពីរហ្នឹងសិតតែកន្លែងត្រូវយកមនុស្សទាំងអស់ហើយដល់ពេលអញ្ចឹងខ្លាចមែនតើមកសម្រាប់ខ្លួនខ្ញុំផ្ទាល់រឿងជិះរថភ្លើងហ្នឹងខ្ញុំបាទនិយាយឲ្យស្មោះត្រង់មកខ្ញុំអត់ចង់ជិះទេដោយសារសម្បូរអ្នកជក់ថ្នាំសម្បូរអ្នកស្វឹងសម្បូរអ្នកអនាថាចូលទៅកន្លែងរថភ្លើងខាងក្រោមហ្នឹងបើអត់ជិះក៏ពួកគាត់ទៅដេកទៅអីនៅក្រោមហ្នឹងដែរបាទពិបាកមែនតើអញ្ចឹងទៅបានពេលខ្លះយើងទៅអាចចោះរថភ្លើងទៅតែមានបាទធ្វើមិនការពារខ្លួនប្រយ័ត្នប្រយែងមើលឆ្វេងស្ដាំបាទខុសពីអឺរ៉ុបដាច់ហ្មងខាងអឺរ៉ុបខ្ញុំធ្លាប់ទៅខាង Swiss ខាង Switzerland ខាង Franklong នៅខាងគេរថភ្លើងវាគ្រាន់តែតម្លៃវាថ្លៃតិចតែរថភ្លើងគេស្អាតអនាម័យសុវត្ថិភាពបាទមើលទៅចង់ជិះហ្មងហើយអត់ខ្លាចទេចូលទៅអង្គុយម្នាក់ឯងមានសិស្សសាលាមានអ្នកធ្វើការមានអីគេប្រើរថភ្លើងអញ្ចឹងណាហើយបើថាជិះឡានក្រុងត្រូវតែថោកទៀតឡានក្រុងថោកជាងរថភ្លើងឡានក្រុងចំណាយប្រហែលជា$3-4ក្នុងមួយថ្ងៃគេមានតំបន់គេឲ្យជិះទៅណាជិះទៅក្នុងតំបន់ហ្នឹងអត់គិតលុយទេបង់តែម្ដងហើយបើសិនជាអ្នកចូលនិវត្តន៍វិញអត់ដូចជាអត់បង់លុយផង free បាទហ្នឹងវាខុសគ្នាអញ្ចឹងនៅសហរដ្ឋអាមេរិកនេះមធ្យោបាយធ្វើដំណើរច្រើនជាងគេគឺរថយន្តហើយចំណែកអឺរ៉ុបគឺគេធ្វើដំណើរទៅលើគេឲ្យតម្លៃគេធ្វើដំណើរច្រើនទៅលើរថភ្លើងហើយនិងឡានក្រុងហើយវាខុសគ្នាអញ្ចឹងបាទអរគុណនៅក្នុងវីដេអូនេះខ្លីតែប៉ុណ្្នឹងទេវាជារឿងដែលមិនល្អហើយក៏ជាព័ត៌មានដែរសម្រាប់បងប្អូនដែរទៅ Boston ទៅអីមកបង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់ជាងមុនដូចខ្ញុំអ្នកបើកឡានមិនសិតតែហានិភ័យពេលខ្លះដាក់ភ្ញៀវមកមើលមិនស្រួលអញើតដែរហ្នឹងប៉ុន្តែធ្វើម៉េចបាទនឹងជារបររកស៊ីក្រៅម៉ោងបាទអរគុណបើវីដេអូនេះមានប្រយោជន៍សូមជួយចែករំលែកទៅកាន់អ្នកដទៃផងបាទអរគុណ